សូមស្វាគមន៍អ្នកគ្នាជួយជំរាបខ្ញុំរកសម្រាយរឿងថ្ងៃនេះខ្ញុំសម្រាយរឿងមួយដែលចាំជើងថាហូបដែលចេញក្នុងឆ្នាំ2013ពុកម្ដាយជាច្រើនបាននិយាយថាក្រោយពីមើលរឿងនេះហើយពួកគេមិនចង់ឲ្យកូនទៅសាលារៀនម្នាក់ឯងទេមិនមែនដោយសារការភ័យខ្លាចទេគឺដោយសារតែការដែលជួបព្រឹត្តិការណ៍មួយដែលមិនគួរឲ្យជឿដែលកើតឡើងនៅក្នុងប្រទេសកូរ៉េរឿងនេះនិយាយអំពីក្មេងស្រីដែលមានឈ្មោះថាស៊ូវ៉ុនដែលក្មេងស្រីនោះគឺមានអាយុ9ឆ្នាំម្នាក់ជាក្មេងស្រីដែលស្អាតឆ្លាតផងដែរហើយឪពុកម្ដាយមានការទុកចិត្តឲ្យក្មេងស្រីនឹងដើរទៅរៀនតែម្នាក់ឯងនៅព្រឹកមួយមានភ្លៀងធ្លាក់ក្មេងស្រីក៏បានចេញពីសាលាដើរកាន់ឆ័ត្រយ៉ាងស្ងប់ស្ងាត់ក្រោយមកក៏បានជួបបរិមចម្លែកម្នាក់ក្មេងស្រីដែលគិតថាឃើញគាត់អត់មានឆ័ត្រអញ្ចឹងប្រហែលជាចង់ចែករំលែកឆ័ត្រឲ្យបរិមហ្នឹងប៉ុន្តែបរិមហ្នឹងគឺមិនមែនជាមនុស្សល្អទលើពាក់របស់គាត់ហ្នឹងគឺរញ៉េរញ៉ៃហើយមានក្លិនស្រាហើយបង្កប់ដោយស្នាមញញឹមគួរឲ្យខ្លាចមួយសន្ទុះក្រោយមកយើងក៏ឃើញថាក្មេងស្រីរបស់យើងគឺត្រូវបានបរិមម្នាក់នោះធ្វើទារុណកម្មយ៉ាងប្រៃសៃនៅក្នុងឃ្លាំងស្ងាត់មួយជាអកុសលចិត្តល្អរបស់ក្មេងស្រីគឺមិនត្រូវបានមើលឃើញដោយបរិមកំណាចនោះទេម្ដាយរបស់ក្មេងស្រីក៏បានព្យាយាមតាក់ទងទៅក្មេងស្រីហើយក្មេងស្រីក៏ប្រឹងស្រវាដង្ហើមរបស់នាងដើម្បីលើកទូរស័ព្ទម្ដាយក្រោយពីម្ដាយដឹងថាកូនស្រីរបស់ខ្លួនស្ថិតនៅក្នុងសភាពគ្រោះថ្នាក់ហើយក៏បានទៅរកកូនស្រីហើយក៏ឃើញសភាពដែលមិនគួរឲ្យជឿគឺឪពុកម្ដាយរបស់ស៊ឺយ៉ុនហ្នឹងគឺគាត់មានឈ្មោះថាដងហូននិងមីហ៊ីក៏បានបញ្ជូនកូនស្រីមកកាន់មន្ទីរពេទ្យពួកគេគឺមើលឃើញកូនស្រីរបស់ខ្លួននៅក្នុងគ្រោះថ្នាក់ហើយសភាពយ៉ាងធ្ងន់ធ្ងរសង្ឃតែមើលមិនស្គាល់គ្រូពេទ្យក៏បានប្រាប់ដំណឹងរន្ធត់ទៅដល់ឪពុកម្ដាយរបស់ក្មេងស្រីថានៅក្នុងខ្លួនរបស់ក្មេងស្រីគឺមានរបួសធ្ងន់ធ្ងរណាស់ព្រោះតែពោះវៀនធំត្រូវបានដាច់រហែកនេះមានន័យថាក្មេងស្រីមិនអាចមានកូនបានទេហើយត្រូវប្រើប្រាស់ថង់សិប្បនិម្មិតនៅជាប់នឹងខ្លួនអស់មួយជីវិតម្ដាយគ្រាន់តែឮបែបនេះហើយក៏សន្លប់ទាំងវិបដិសារីនិងបន្ទុកខ្លួនឯងដែលឲ្យកូនទៅសាលាតែម្នាក់ឯងនៅពេលដែលស៊ូវ៉ូនបានដឹងខ្លួនអស់រយៈពេលវះកាត់10ម៉ោងពាក្យដំបូងដែលនាងសួរនោះគឺសួរថាតើឪពុកម្ដាយរបស់នាងនៅឯណាដែលធ្វើឲ្យឪពុកម្ដាយរបស់នាងគឺមានការសោកស្ដាយយ៉ាងខ្លាំងលោកដុងហូគឺគាត់ចង់យកយុត្តិធម៌ឲ្យកូនស្រីខ្លាំងមែនទែនប៉ុន្តែប៉ូលីសបានប្រាប់ថាទោះបីជាមានស្នាមម្រាមដៃឬអីក៏ដោយប៉ុន្តែយើងមិនអាចចាប់ជនល្មើសដោយភ្លាមទេគឺយើងត្រូវការរយៈពេលដើម្បីឲ្យជនរងគ្រោះចង្អុលមុខជនល្មើសណាដែលធ្វើបាបនាងដំបូងឡើយម្ដាយមីនហ៊ីគឺបដិសេធមិនព្រមឲ្យកូនរំលឹករឿងរ៉ាវដែលឈឺចាប់នោះទេប៉ុន្តែដោយសារតែច្បាប់ត្រូវការរកផុសតាងដូច្នេះអ្នកជំនាញចិត្តសាស្ត្រក៏បានបង្ហាញរូបថតជាច្រើនទៅដល់ស៊ូវ៉ុននៅពេលដែលឃើញមុខបរិះកាច់សាហាវនោះភ្លាមក្មេងស្រីក៏បានបិទភ្នែកហើយស្រែកយ៉ាងតក់ស្លុតទាស់តែម្ដាយឪពុករបស់នាងបានងក់ក្បាលដើម្បីឲ្យនាងដាច់ចិត្តថាចង្អុលបង្ហាញជនល្មើសទើបក្មេងស្រីក៏ដាច់ចិត្តចង្អុលមុខជនល្មើសនោះទៅខណៈពេលដែលស៊ូវ៉ុនកំពុងតែព្យាបាលរឿងរបស់នាងបានក្លាយជាព័ត៌មានដែលដៅពេញប្រទេសអ្នកកាសែតព័ទ្ធជុំវិញមន្ទីរពេទ្យហើយដើម្បីយករូបថតនាងធ្វើការចុះផ្សាយព័ត៌មានរបស់ពួកគេដើម្បីការពារកូនឪពុកម្ដាយរបស់នាងបានព្យាយាមផ្លាស់ប្ដូរបន្ទប់ព្យាបាលនៅពេលដែលកំពុងតែវឹកវរជាមួយនឹងការរត់គេចពីអ្នកកាសែតថង់លីមូរបស់ស៊ូវ៉ុនក៏បានបែកធ្លាយដែលធ្វើឲ្យប្រឡាក់សម្លៀកបំពាក់នាងយ៉ាងខ្លាំងព្រោះតែឃើញបែបនេះដុងហុនក៏បានព្យាយាមសម្អាតឲ្យកូនដោយប្រើកម្លាំងតិចដែលធ្វើឲ្យសូវ៉ុនគឺនឹកឃើញដល់រូបភាពដែលជនល្មើសបានធ្វើបាបនាងហើយនាងចាប់ផ្ដើមស្រែកយំហើយរុញឪពុករបស់នាងចេញដោយភាពភ័យខ្លាចចាប់ពីពេលនោះមកស៊ូវ៉ុនគឺបានចាប់ផ្ដើមជួបនៅវិបត្តិផ្លូវចិត្តហើយនាងតែងតែយកភួយមកគ្របនៅនឹងខ្លួនហើយមិនតាក់ទងជាមួយអ្នកណាទាំងអស់សូម្បីតែឪពុករបស់នាងចូលចិត្តក៏ដោយដោយការឈឺចិត្តពេកដុងហូនក៏បានរកមធ្យោបាយគ្រប់យ៉ាងដើម្បីព្យាយាមទៅក្បែរកូនតាមការណែនាំរបស់គ្រូពេទ្យគឺបានដឹងថាស៊ូវ៉ុនយើងគឺមានអារម្មណ៍ល្អជាមួយនឹងតុក្កតាដោយសារតែឥឡូវនេះគឺលោកដងហូនគឺមានវិបត្តិសេដ្ឋកិច្ចដែលត្រូវជំពាក់បំណុលពេទ្យជាមួយនឹងការព្យាបាលកូនយ៉ាងច្រើនប៉ុន្តែដោយសារតែលោកគឺស្រឡាញ់កូនខ្លាំងពេករោគក៏បានទៅជួលតុក្កតាដើម្បីនៅក្បែរកូនម្ចាស់ហាងចិត្តល្អម្នាក់ក៏បានដឹងរឿងរបស់កូនរបស់ដុងហូនហើយក៏បានឲ្យឈុតតុក្កតាទៅដុងហូនខ្ចីដោយមិនគិតលុយចាប់ពីពេលនោះមកតុក្កតាដ៏ធំគឺតែងតែនៅក្នុងបន្ទប់ជាមួយនឹងសូវ៉ុនដើម្បីកំដរនាងហើយឲ្យនាងបានគេងលក់ស្កប់ស្កល់នៅពេលដែលរកឃើញមុខជនល្មើសហើយក៏បានមកដល់ការកាត់ក្តីនៅក្នុងតុលាការ
មេធាវីការពារក្តីរបស់ជនល្មើសបាននិយាយថាកូនក្តីរបស់ខ្លួនបាត់បង់ស្មារតីដោយសារតែការស្រវឹងខ្លាំងពីព្រោះតែលោកបានដឹងថានៅច្បាប់កូរ៉េបើសិនជាយើងនិយាយចំណុចនេះការកាត់ទោសនឹងមានការបន្ធូរបន្ថយចៅក្រមក៏បានកាត់ទោសឲ្យបរិយនោះជាប់គុកត្រឹមតែ12ឆ្នាំប៉ុណ្ណោះមនុស្សម្នាដែលនៅក្នុងសារកាត់ក្តីនោះមានការផ្ទុះកំហឹងយ៉ាងខ្លាំងពីព្រោះតែមិនគួរឲ្យជនល្មើសជាប់គុកត្រឹមតែ12ឆ្នាំទេដោយសារតែជនល្មើសបានធ្វើបាបក្មេងស្រីយ៉ាងព្រៃសៃដូច្នេះការចោទគុក12ឆ្នាំគឺអយុត្តិធម៌ចំពោះក្មេងស្រីយ៉ាងខ្លាំងនៅថ្ងៃនេះគឺស៊ូវុនគឺបានចេញពីមន្ទីរពេទ្យហើយនាងគឺមើលទៅគឺនៅតែជាក្មេងស្រីដែលគួរឲ្យស្រឡាញ់ប៉ុន្តែដោយសារតែនាងជួបរឿងដែលមិនគួរឲ្យស្មានដល់ធ្វើឲ្យនាងនៅមានអារម្មណ៍ថាភ័យខ្លាចទោះបីជានាងសើចនៅមុខមនុស្សគ្រប់គ្នាក៏ដូចជាមិត្តភក្តិរបស់នាងក៏ដោយនៅលើឡានត្រឡប់មកវិញដងហូនគាត់ក៏បានយកកណាត់បិទភ្នែករបស់កូនស្រីរបស់ខ្លួនដោយសារតែនៅពេលដែលកូនស្រីខ្លួនឃើញមុខលោកគឺនាងនឹងកាន់តែភ័យខ្លាចលើដើមដូច្នេះហើយក៏មានតែសម្រាប់ចិត្តមិនបណ្ដោយឲ្យកូនភ័យខ្លាចជាមួយនឹងខ្លួនជាឪពុកទេសំណាងល្អនៅពេលនេះពួកគេបានត្រឡប់មកផ្ទះដ៏កក់ក្ដៅរបស់ពួកគេវិញហើយមើលរូបថតរបស់នាងគឺមានការជូនពរនាងនៅតាមមាត់ទ្វារផ្ទះហើយក្មេងប្រុសដែលមានឈ្មោះថាអាម៉ាប់គឺគាត់មានអារម្មណ៍ថាខុសដោយសារតែថ្ងៃនោះគឺគាត់មិនបានដើរជាមួយនឹងក្មេងស្រីដូច្នេះហើយគាត់តែងតែយកមេរៀនមកដាក់នៅមុខផ្ទះរបស់នាងជារៀងរាល់ថ្ងៃដើម្បីកុំឲ្យនាងរៀនមិនទាន់គេប៉ុន្មានខែក្រោយមកអាម៉ាប់និងមិត្តភក្តិផ្សេងដទៃទៀតក៏បានតាំងខ្លួនធ្វើជាអង្គរៈដើរជូនស៊ូវុនទៅសាលារៀនជារៀងរាល់ថ្ងៃចំណែកឯដុនហូនៅតែបន្តការពាក់តុក្កតាដើម្បីកុំឲ្យកូនមានសម្ពាធជាមួយនឹងខ្លួនហើយក៏បានព្យាយាមនៅចិត្តកូនធ្វើឲ្យកូនមានអារម្មណ៍ល្អប្រសើរឡើងវិញដើម្បីកុំឲ្យមិត្តភក្តិផ្សេងទៀតឮសំឡេងលាមកដែលចេញពីកូនស្រីរបស់ខ្លួនលោកដងហូនក៏បានយកស្ករគ្រាប់ដាក់នៅក្នុងថង់នោះដើម្បីកុំឲ្យឮសំឡេងចេញមកថ្ងៃមួយនៅពេលដែលកំពុងលេងជាមួយកូនបន្ទាប់មកលោកក៏បានដើរចេញជាមួយនឹងឈុតតុក្កតាប៉ុន្តែក៏កូនស្រីរបស់ខ្លួនក៏បានហៅឪពុកដែលធ្វើឲ្យឪពុកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលនេះជាសញ្ញាបញ្ជាក់ថានៅពេលនេះនាងទទួលស្គាល់ឪពុករបស់ខ្លួនវិញហើយទោះបីជាឪពុកម្ដាយរបស់ក្មេងស្រីព្យាយាមប្តឹងទៅប៉ូលីសថាអំពើដែលជនល្មើសធ្វើបាបកូនស្រីរបស់ខ្លួនគឺត្រូវតែចាប់គុកអស់មួយជីវិតប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយប៉ូលីសក៏បានប្រាប់ថាទោសរបស់អ្នកគុកនោះគឺជាប់ត្រឹមតែ12ឆ្នាំប៉ុណ្ណោះដែលជាហេតុធ្វើឲ្យគ្រួសាររបស់ក្មេងស្រីស៊ូវុនគឺមានការភ័យខ្លាចយ៉ាងខ្លាំងហើយក៏បានគិតថាវាពិតជាអយុត្តិធម៌ណាស់ចំពោះកូនស្រីរបស់ខ្លួនហើយក៏គិតថាបើសិនជា12ឆ្នាំបរិះនោះចេញពីគុកកាន់តែធ្វើឲ្យកូនស្រីរបស់ខ្លួនភ័យខ្លាចខ្លាំងឡើងនៅពេលនេះការកាត់ក្តីលើកទី2ក៏បានចាប់ផ្ដើមប៉ុន្តែទោះជាកាត់ក្តីយ៉ាងណាក៏ដោយគឺអ្នកគុកនោះគឺជាប់ត្រឹមតែ12ឆ្នាំប៉ុណ្ណោះហើយខណៈពេលនោះគឺក្មេងស្រីជាមួយនឹងឪពុកគឺនៅកន្លែងកាត់ក្តីនោះដែរហើយឪពុកគឺទ្រាំបំបាននឹងបំរុងថាវាយទៅជនល្មើសនោះហើយប៉ុន្តែកូនស្រីរបស់ខ្លួនបានអោបទៅកាន់ឪពុករបស់ខ្លួនមានន័យថាកូនស្រីបានសម្រេចចិត្តថាសុចចិត្តដើរចេញប្រសើរជាងសងសឹកដោយហិង្សាសាច់រឿងនេះគឺជារឿងពិតមួយនៅក្នុងប្រទេសកូរ៉េដែលធ្វើបាបទៅដល់ក្មេងស្រីម្នាក់ដោយជនល្មើសគឺមានឈ្មោះថាឌូស៊ូនដែលត្រូវបានដោះលែងវិញនៅក្នុងឆ្នាំ2020ក្រោយពីការជាប់គុកត្រូវបានកំណត់ទោះបីជាមានការដោះលែងយ៉ាងណាក៏ដោយប៉ុន្តែប្រជាជនកូរ៉េគឺមានការតវ៉ាយ៉ាងខ្លាំងទូទាំងប្រទេសកូរ៉េរដ្ឋាភិបាលក៏បានព្យាយាមបន្ថែមកាមេរ៉ានិងកម្លាំងជាច្រើនដើម្បីការពារប្រជាជនហើយករណីនេះគឺធ្វើឲ្យច្បាប់ការពារកុមារនៅក្នុងប្រទេសកូរ៉េខាងត្បូងកាន់តែតឹងរឹងបំផុតនៅចុងបញ្ចប់នៃរឿងនោះគឺមីងហ៊ីដែលជាម្ដាយនឹងគឺបានសម្រាលកូនប្រុសម្នាក់ទៀតហើយបានដាក់ឈ្មោះថាសូម៉ាំងដែលមានន័យថាក្តីសង្ឃឹមក្មេងស្រីស៊ូវុនគឺបានដេកនៅក្បែរប្អូនហើយបាននិយាយថាពិតជាល្អណាស់ដែលឯងកើតមកទោះបីជាធ្លាប់មានរឿងរ៉ាវអាក្រក់យ៉ាងណាក៏ដោយប៉ុន្តែដោយសារតែក្តីស្រឡាញ់នឹងការតស៊ូជាច្រើនឆ្នាំមកបានធ្វើឲ្យរឿងរ៉ាវទាំងអស់នោះបានបំភ្លេចចោលហើយក៏រស់នៅជាមួយនឹងគ្រួសារដោយក្តីសង្ឃឹមឡើងវិញអរគុណអ្នកនាងសម្រាប់ការទស្សនាសាច់រឿងនេះខ្ញុំសង្ឃឹមថាអ្នកចូលចិត្តសាច់រឿងនេះពីខ្ញុំរតបាយបាយ